បាទបាទអរគុណលោកសៀកកខ្មែរសូមជម្រាបដល់ប្រិយមិត្តអ្នកស្ដាប់ផងនេះគឺជាកម្មវិធីដោះស្រាយវិបត្តិស្នេហ៍ដែលទទួលការឧបត្ថម្ភទាំងស្រុងពីមហាវិទ្យាល័យឯកសាស្ត្រនិងសង្ឃាសាស្ត្រនៃទីក្រុងឡុងពេជ្រឥឡូវនេះយើងបន្តជួបប្រិយមិត្តមួយខ្សែទៀតមកពីខាងប្រព័ន្ធ012សូមនិយាយលឺតិចបាទប្រិយមិត្តអូថ្ងៃនេះខ្ញុំស្អកកោឈឺចិត្តពេកខ្ញុំឡើងស្អកកោអស់អូអាណិតណាស់ហើយឈ្មោះអីដែរខ្ញុំឈ្មោះបុផាបាទឈ្មោះបុផាហើយបុផាមកពីខាងណានៅចិត្តហ្នឹងឯងនៅចិត្តហ្នឹងឯងនៅចិត្តប្រទេសមានជ័យមកហើយមានវិបត្តិអីដែរថ្ងៃនេះបានជួបជាមួយនឹងលោកគ្រូសៀកុកបាទគាត់នឹងគឺជាសាស្ត្រាចារ្យមហាបរិញ្ញានៃវិទ្យាល័យសិទ្ធិសាស្ត្រហើយនិងបញ្ហាសាស្ត្របាទសូមជម្រាបបងសូមគោរពលោកបាទជម្រាបបងប្អូនចាបងប្អូនឈ្មោះអីដែរបងផាលោកបងសៀបាទបាទអញ្ចឹងសូមបងប្អូនលើកឡើងនៅបញ្ហាដែលបងប្អូនចង់ឲ្យកម្មវិធីយើងជួយបងប្អូនណាចាខ្ញុំឆ្ងល់ដែរខ្ញុំនឹងឥឡូវអាយុតុងចិត្ត30ហើយប៉ុន្តែ30ហើយមិនប្រុសម្នាក់មិនបានសោះបាទមិនដឹងថាមូលហេតុអីបាទមិនប្រុសចង់និយាយថាមិនប្រុសរាប់អានគ្នាធម្មតាឬក៏មិនប្រុសអីបាទស្វីតហាតអីចឹងបងស្វីតកាចោលជូហាតតែក៏បានឲ្យតែបានដល់មួយគ្មានសោះបាទហើយព្រមទៅណាដែរឬក៏យ៉ាងម៉េចបាទខ្ញុំថាខ្ញុំស្អាតដែរបាទប្រខំប្រឹងស្វះស្វែងរកណាស់ដែរឬក៏មិនបានប្រឹងប្រែងទេប្រឹងប្រែងទេគឺល្មមដែរធម្មតាបងត្រង់ហ្នឹងខ្ញុំមុននឹងឲ្យបងបន្តនៅបញ្ហារបស់បងតទៅទៀតខ្ញុំចង់លើកសុភាសិតមួយឬក៏ទស្សនៈមួយយកមកបង្ហាញបងគេថាណែទម្រាំតែយើងចង់បានទម្រាំតែគេចង់បានផងនៅគង់មិនបានសម្រេចដោយបំណងចុះទម្រាំតែយើងដែលយើងមិនចង់បានហើយយើងធ្វើបង្ងើយកន្តើយតើសត្វមរឹកណាដែលភ្លើរត់មកចូលមាត់សឹងដែលកំពុងតែដេកលោកលោកទៅថាខ្ញុំហ្នឹងនេះគឺជាឧទាហរណ៍គឺជាឧបមាណាអញ្ចឹងឧបមាថាបងអូនជាសឹងបងអូនត្រូវស្វះស្វែងរកមរឹកដូចជាបុប្ផាស្វែងរកមិត្តប្រុសអញ្ចឹងដែរអញ្ចឹងតើតែបងអូននឹងរៀងអានបន្តិចដែរដូច្នេះហើយបានមនុស្សប្រុសហ្នឹងគេដឹងបាទគេដឹងហើយលោកសុទាជួយបកស្រាយប្រាប់ទៅបុប្ផាផងតែអាហ្នឹងបាទយើងទៅយល់អាបាទយើងហាច់បាទយើងហាច់តិចទៅដើម្បីដូចថាយើងហេដាក់គេបន្តិចទៅណាបាទហេហ្នឹងគឺថាយើងឲ្យដៃណាឲ្យដៃមិនទៅឲ្យខ្លួនហ្នឹងបាទយើងផ្ដល់ទឹកមុខញ៉ាំញ៉ែមកេះមុខកេះក្រោយអញ្ចឹងទៅដើម្បីឲ្យគេយើងធ្វើតែខ្ញុំអាចជួយជាយោបល់ខ្លះបាទលោកសុធាហើយនៅពេលដែលបុប្ផាឃើញប្រុសចឹងបុប្ផាតែបង្ហាញអាកប្បកិរិយាយ៉ាងម៉េចនៅពេលដែលឃើញប្រុសដែលបុប្ផាចាប់អារម្មណ៍បាទដូចជាទុំខ្លួនឬអត់និយាយរកគេអញ្ចឹងក៏អ្នកអៀនបាទគឺបុប្ផាធ្វើអៀនណាលោកសុធាបាទអាចជួយយ៉ាងម៉េចបាទពេលខ្លះអៀនបង្កប់ន័យពេលខ្លះអៀនយកតែមែនតែនបាទអៀនគេហៅថាអៀនខ្វាច់ណាអញ្ចឹងអៀនបែបហ្នឹងគ្មាននរណាហ៊ានចូលទេហ្នឹងថាអ្នកក្រមិនហ៊ានអ្នកមានមិនទៅណាគេមើលតែយើងនឹងដូចជាមិនចេះរីករាយរស់រាយរាក់ទាក់អីសោះក៏ពិបាកនឹងរាប់អានដែរអញ្ចឹងហើយគេត្រូវការញញឹមញញែមជួនកាលបងអូនធ្លាប់ជួបប្រទេសទេអ្នកខ្លះញញឹមសោណាញញឹមសោះពីណាទៅស្រាប់តែពេលងាកចេញទៅមានម្នាក់ទៀតងាកមកឃើញយើងញញឹមក៏ញញឹមតម្នាក់នេះខ្លាចអៀនក៏ញញឹមចេះបន្តញញឹមដាក់គ្នាក៏សុំរាប់អានគ្នាស្គាល់គ្នាឥឡូវការកូន5នៅក្បែរផ្ទះខ្ញុំរឿងដោយសារញញឹមសោហើយបាទអញ្ចឹងភាពញញឹមញញែមរបស់បងអូនបងទាញជាប្រយោជន៍មកវិញអាចជួយឲ្យបងអូនរកមិត្តប្រុសបានផងដែរបាទមានចម្ងល់អីទៀតទេឬក៏យើងគិតថានៅខ្វះអីដែលចង់ឲ្យលោកគ្រូសៀកុកបន្ថែមហើយខ្ញុំបន្ថែមតិចទៀតបងអូនមិនបានជម្រាបប្រាប់កម្មវិធីយើងថាបងអូនអាយុប្រហែលហើយ30ហើយបាទបើនិយាយពីវ័យ30នេះវានិយាយទៅវាឡើងកញ្ចាស់ទៅហើយដូច្នេះហើយការដែលស្វែងរកមិត្តប្រុសតើយើងរៀងស្វែងបន្តិចបើមិនចឹងងាយទេបាទលោកសុទាខ្ញុំកាត់តិចវ័យ30ដូចជាបុប្ផាបើនិយាយទៅដូចឡើងខ្ទិះហ៎ហូរហើយបាទបើនិយាយទៅក៏ពីងវិញហើយបើដូងណាបាទយ៉ាងម៉េចដែរបុប្ផាទទួលបានទេនៅយោបល់របស់វាគ្មិនយើងចឹងមកថាវាគ្មិនឲ្យខ្ញុំញញឹមមកច្រើនគាត់ថាខ្ញុំញញឹមច្រើនដែរមានទៀតដូចឲ្យហាច់បន្តិចហាច់បាទយើងឆោលតិចហើយយើងស្លៀកពាក់អីទៅតាមរបៀបថាគេបង្ហាញនៅសភាពរបស់យើងណាបាទឲ្យគេបានដឹងបងមើលតែមន់កោកហេតុអីបានជាមន់កោកយើងមើលតែធម្មជាតិណាមន់កោកមិនក៏រូបរាងអីមានពណ៌ដូចល្ខោនហ៊ីដោយសារមន់កោកនឹងត្រូវការចែកចង់មេដូច្នេះត្រូវតុបតែងខ្លួនឲ្យបានស្អាតបើមិនចឹងទេ
គឺមេអត់ព្រមឲ្យជន់ទេអានេះជាមន់ប៉ុន្តែបងប្អូនវិញក៏មិនខុសគ្នាដែរគឺការតុបតែងខ្លួនភាពហិចហើរការបោកប្រឆោតអីហ្នឹងគឺត្រូវតែមានមន់កោពេលខ្លះចាក់ក្របគោទម្លាក់ចាក់ក្របគោទម្លាក់ហើយមេមន់នោះនឹកស្មានថាជាចំណីឯងជាចំណីខំរត់ទៅមានអញញ៉ណាលោកអាណាបាទនេះដល់មន់កោហ្នឹងគឺជន់មន់មើលញ៉នេះកោបាទនេះមិនរឿងធ្វើមន់ទេបាទគឺថានិយាយនេះឧបមាថាជាមន់បាទប៉ុន្តែយើងវិញក៏ត្រូវតែមានល្បិចដែរក្នុងស្នេហាល្បែងស្នេហាអ្នកណាដែលស្រឡាញ់គេអស់ 100% ពេកក៏មិនកើតដែរយើងត្រូវទុកភាគរយខ្លះដើម្បីស្រឡាញ់ខ្លួនយើងស្រឡាញ់ឪពុកម្ដាយបើមិនចឹងទេមានមនុស្សស្លាប់បន្តិចទេដោយសារវិបត្តិស្នេហាខូចចិត្តទៅពិភពលោកគ្មានអ្នកណាទេមានម្នាក់ហ្នឹងទេបាទដល់ពេលស្លាប់បានទៅច្រើនឆ្នាំបានដឹងថាអូម្នាក់ហ្នឹងតាមពិតមិនស្មោះនឹងយើងអីប្រមាណផងហើយក៏មិនស្អាតអីប្រមាណផងហើយខ្ញុំទីឧទាហរណ៍មួយទៀតដូចជារូបសម្បត្តិអញ្ចឹងដែរបងអូនជួនកាលប្រហែលជាបងអូនរើសពេកប៉ុន្តែតើតើនឹងរូបសម្បត្តិបងអូនគ្មានអ្វីជាថិតថេរជាគង់វង្សទេយើងស្រឡាញ់គ្នាមែនណា10ឆ្នាំដំបូងយើងថាស្អាតមែនប៉ុន្តែ10ឆ្នាំក្រោយពីពេលការហើយមេឃភ្លៀងមេឃងឹតមេឃរកភ្លៀងហ្នឹងព្រោះហេតុអីប្រែប្រួលទាំងអស់មានតែចិត្តទេចិត្តស្រឡាញ់ទេដែលយើងអាចថាថែរក្សាវាបានមិនឲ្យប្រែប្រួលប៉ុន្តែរូបសម្បត្តិទោះបីណាឯងសខ្ចីចៃញញហើយដល់10ឆ្នាំក្រោយមកញញដែរប៉ុន្តែញញជ្រួញបាទវាអាចចឹងណាបាទសូមជូនបងអូនប៉ុណ្ណឹងបាទយ៉ាងមិនដែរបុប្ផាទទួលបានទេយមរបស់វាគ្មិនយើងតែខ្ញុំមាននេះមួយការតូចចិត្តមួយដែរដូចរូបរាងខ្ញុំអីស្អាតបាតប៉ុណ្ណឹងដែរក៏នៅតែគេមិនមើលឃើញបាទអរគុណចេះខ្ញុំនិយាយដោយចំហតាមរលកអាកាសប្រសិនបើបុប្ផាខ្វះគូស្នេហ៍មែនទែនបើមែនទែនទៅខ្ញុំស្រឡាញ់ខ្ញុំអត់ឥឡូវខ្ញុំសួរចេះបើសិនជាស្រឡាញ់ខ្ញុំបាទខ្ញុំអត់ប្រកាន់ទេលោកសុភាប៉ុន្តែលោកសុភាមកមើលមុខខ្ញុំសិនណាបាទចាំថ្ងៃណាខ្ញុំជួបណាបើសិនជាយើងអាចសាងស្នេហាគ្នាបានឬក៏ចឹងលោកវណ្ណៈក៏បានដែរណាខ្ញុំទៅដែរខ្ញុំទៅដែរទៅមើលបើសិនជាយើងអាចស្រឡាញ់គ្នាបានស្រឡាញ់គ្នាមានតអីទេបាទអរគុណ